បាទសួស្តីបងប្អូនទាំងអស់គ្នាយ៉ាងម៉េចដែរចូលឆ្នាំថ្មីហើយសប្បាយរីករាយទេបាទបានទៅដើរលេងដល់ណាខ្លះហើយបានត្រឡប់ទៅកន្លែងការងារវិញរៀងខ្លួនហើយឬនៅបាទហើយនេះពួកខ្ញុំមកអស់ត្រីគឺត្រីស្រះចិញ្ចឹមដោយខ្លួនឯងទេបាទត្រីហ្នឹងគឺមានត្រឹមត្រីដែនត្រីប្រាហើយក៏មានត្រីធម្មជាតិនៅក្នុងហ្នឹងដែរបាទតែជាថ្ងៃហ្នឹងដោយសារតែយើងអត់មានអួនឬក៏សំណាញ់បងបាទអញ្ចឹងយើងអស់ចោលចឹងចង់ដឹងថាបងប្អូនថាពួកខ្ញុំអស់ទៅបានត្រីប្រមាណបងប្អូនចាំមើលទៅនឹងដឹងហើយបាទពេលមុនអស់ត្រីឡើងទុលពេញស្រះបាទទុកតាក់ដល់ពេលអស់ស្ងាត់ឈឹងបងប្អូនអើយដឹងយ៉ាងណាយ៉ាងណីទេដាក់មកអស់មកឡើងទៅដូចស្ងាត់ជ្រាបហ្មងតែចាំមើលលទ្ធផលចុងក្រោយទៅនឹងដឹងហើយថាចូលឬក៏មិនចូលបងប្អូនអូយកអាមេឃហ្នឹងចេញអូឲ្យតែបានត្រីប្រាំងផលយកធុងខៀវមកផលធុងខៀវហ្នឹងយកធុងខៀវចូលទេបងជឿយកអូនេះចាំដាក់ត្រឹងផុតមកត្រឹងហ្មងប្រយ័ត្នមុតណាធំប្រយ័ត្នយកសុំមុតបាទនេះ1ម៉ោងដំបូងបងប្អូន1ម៉ោងដំបូងប្រាសុទ្ធហ្មងបាទមួយប្រហែលជា3ខាំ4ខាំមួយខ្លះក៏មានកន្លះគីឡូអីចឹងទៅបាទប្រាយើងចិញ្ចឹមខ្លួនឯងអញ្ចឹងវាអត់ទៅធាត់ទេបាទដោយសារតែចំណីវាមិនសូវគ្រប់គ្រាន់ណាតែក៏មិនសូវមានជាតិខ្លាញ់ដែរនិយាយទៅរសជាតិវាឆ្ងាញ់ហ្មងមើលទៅអូត្រឹមម៉ោងត្រឹមចងអញ្ចឹងចង់តាមដែងប្រហែលជារៀងមិនងាយទេបាទចាំមើលម៉ោងទី2ទី3ទៀតមើលជុំមកកំពូលមនុស្សណាយកសិនទៅហើយចាំជំរើសវាធំដល់ពេលអស់ជើងអូយមើលគ្រានេះកំភ្លៀនឹងយកទៅព្រោះឲ្យកន្លែងនេះហើយទុកវានេះមេកំភ្លៀត្រីបានខ្លាចប៉ាបានត្រីប៉ាបានទៅចាំនឹងគេមើលចៃអាលីទេស្រក់ទឹកមិនទេត្រីសល់អូធំដាក់ចិត្តបងប្អូនណាបងប្អូនណាអើយប្រយ័ត្នជាប់មេខ្ញុំថានម្ដងប្រយ័ត្នជាប់មេបំពេបងវត្តទៅមេទៅមិនអីទេចាំវិញបាច់ទេហើយទៅបាក់បាយតោះទៅម៉ោងទៀតតោះចង់បានដែរចាប់ត្រីបងប្អូនចាប់ត្រីហូបចូលឆ្នាំស្រីចង់ខ្លួនឯងឲ្យចំណីធម្មជាតិទេ1គីឡូហើយនេះមកនេះខ្លួនហូបហើយនេះ1ម៉ោងដំបូងមិញណា1ម៉ោងដំបូងបានប៉ុណ្ណឹងយកពុតយកដែរយកមកយកដែរយកមានដែរឥឡូវយ៉ាងណានៅតំតន់អស់ចិត្តទាំងពគោលបំណងធំគឺចង់បានដែងមកឃើញដែងធំណាស់បាទត្រូវមែនអូបងប្អូនអើយយកអាត្រីដែងមួយអានដែងពណ៌ក្រហមមួយ7 8គីឡូនេះឆ្លាមសមុទ្រនេះឆ្លាមសមុទ្រឆ្លាមទឹកសាបណាយ៉ានេះយកនោះមកកុំឲ្យចាប់ពីម្ដងចូលទៅរត់ផ្លែក្រាបបងប្អូនសុបាយណាស់អីនេះនៅជើងមកតម្លាក់ណាអេមកអេឥឡូវម៉ោងទី2ចាំអ៊ុតបឺនដែងទៀតបាទឥឡូវមួយនេះយកមកអស់ពីក្រោមឬក៏ឆែតម្ដងមើលពួតវាឡើងមើលយ៉ាងណាដែរបាទបងប្អូនទៅចិត្តដឹងហ่ะមួយនឹងគ្រាន់អីទេចូលឆ្នាំនេះអូយបងប្អូនអើយនឹងគ្រាន់អត់នេះគ្រាន់អញ្ចឹងទៅទៀតយ៉ាបាទម៉ោងទី1ក៏មិនបានដែរម៉ោងទី2ក៏មិនបានអនដែងដែរបាទគឺបានតែបងប្រាទេបាទបងដែងគឺគាត់បកកែណាមិនងាយទេគាត់បកកែមុជទឹកណាស្រះជ្រៅផងបងប្អូនមើលទៅដឹងហើយបាទលិចក្បាលបាត់ទៅបាទគឺជើងឆ្អើតទៅអស់អញ្ចឹងដែងគឺមិនងាយទេបាទគាត់បកកែមុជទៅខាងក្រោមណាបាទបានសិតតែបងប្រាទាំងអស់បាទតែបងប្រាក៏មិនថ្មីដែរបាទបងប្រាក៏ជាតិដូចគ្នាបាទទន្ទឹមនឹងមានជាមួយនឹងបងប្រាហ្នឹងក៏មានត្រីកាភ្លេងចង្វាកាពឹសអីដែរបាទហ្នឹងក៏បានមកលីងដែរបាទចានគោមដែរអញ្ចឹងយើងអាចបានទូចអញ្ចឹងយើងលីងទៅហើយអាប្រាហ្នឹងយើងចាត់ការតាមនឹងទៀតទៅបាទមានស្លមានអាំងអញ្ចឹងបាទម៉ោងទី1បងប្រាទី2បងប្រាឥឡូវទី3ក៏នៅតែបងប្រាដែរបាទសូមអរគុណបងប្អូនដែលបានទស្សនាបាទអរគុណ